ធំបើខ្ញុំប៉ុណ្ណឹងត្រឹមទុកនេះគឺល្មមមកផលយ៉ាងពេលយកបាទស្រីបងប្អូនឥឡូវថ្ងៃនេះយើងមកដាក់បកាយដល់គ្នាមានបកាយ8ឥឡូវយើងមកដាក់អត់ដឹងថាមានត្រីអត់ទេកន្លែងនេះខាងនេះស្រះគេចិញ្ចឹមជ្រូកត្រីច្រើនបងប្អូននេះទេសភាពនៅខាងចង្ការរបស់ប៉ាខ្ញុំនិយាយឡើងទេសភាពស្អាតនេះចង្ការដលងប៉ាខ្ញុំនេះភ្នំនេះទៅកន្លែងទេសភាពអែមនេះបាទឥឡូវយើងសាកដាក់កាយទៅនេះចាំថាយើងដាក់5មកសល់3អត់ដឹងថាមានត្រីអត់ទេតែឆ្នាំទៅកន្លែងនេះគឺត្រីច្រើនបងមាត់ឡើងដូចបាយពុះតែឆ្នាំនេះមើលទៅដូចមិនសំណមានត្រីយកដាក់ព្រៀបចប់ព្រៀងជោគជ័យបងប្អូនបានមួយទៅរួចយ៉ាត្រូវដែរដាក់ភ្លាមស៊ីភ្លាមចាំមើលយប់នេះយើងមើលអស់គ្នាថាបានប៉ុន្មានទៀត 1,000 years later. ពេលយកវាចូលមកមួយដែរត្រឹសដល់ទៅត្រឹសទុកនេះគឺល្មមមកដល់ពេលយកបានតែអត់មានត្រីទេវាអត់មានមាត់ពេលដាក់ពេលល្ងាចបកាយ8បកាយយើងដាក់ភ្លៀងយើងបានត្រីនេះមួយហើយពេលយប់យើងដើរបិទមុំសាហើយបានត្រីទុកនេះត្រាស់ដែរបងប្អូនប៉ុនកដៃកូនក្មេងចាំមកទីទៀតដាក់បាត់ម្ដងទៀតខំថាបានមួយទៀតចាស់គ្រាន់អាំងបាយកក់ត្រីអត់សូវធំទេបងប្អូនខាងនេះទូចហើយបាន4ក្បាលហើយទៅថយចាំមើលពេលយប់ពីរដងបាទក៏សាមកអត់ចូលបានគ្រាន់បាទចាំទស្សនាពេលតទៀតឈប់មើលហើយមើលតែពីរដងយ៉ាងភាសាស្អែកខ្ញុំត្រូវធ្វើការផងឥឡូវចាំទស្សនាពេលព្រឹកតទៀត Few moments later. បាទសួស្តីបងប្អូនឥឡូវ
ប្រាក់យើងទៅមើលផ្កាយយើងដាក់យកមកនឹងអស់គ្នាយកមកខ្ញុំមើលបានយើងច្រើនដែរនេះទេសភាពពេលព្រឹកខាងចកាខ្ញុំនេះយើងដាក់នៅក្លុកនេះនេះបានទេខ្ញុំទៅមើលមុខមួយទៀតដាក់ទៅកន្លែងសាឡាបងប្អូនដោយសារតែវាស្ដុកពេកខ្ញុំខ្ជិលប្រេកចូលទៅដាក់ខាងខ្សែទៅនៅលើបាត់ហើយមើលមុខទៀតនេះក៏ខាងដែរប្រហែលជាបាត់មាត់ហើយទៀតបងប្អូនទាញដងចូលមួយទៀតហើយមកខ្ញុំត្រីអត់ទៅធំស្គាល់ខ្ញុំប៉ុណ្ណឹងហើយយើងកំពុងធ្វើមុខទៀតសតកាយ3ទេមិនយើងដាក់អស់8កាយមើលបាន2ដងបានចិត្តណាបងប្អូនចាំមើលអូខេចូលទៀតអត់ស្ដាប់នឹងលុបប្រៃដាក់អូដាក់មាត់បាត់ហើយដាក់ដែរយប់នេះប្រហែលជាដាក់ទៀត